មហាជនកំពុងតែផ្ទុះការតាមដានចង់ដឹងចង់ឮនៅជីវិតឯកជនរបស់អ្នកលក់អនឡាញស្រស់សោភាអីតែឯងមហាជននេះកុំឲ្យដឹងរឿងអីបន្តិចណែកំបោកលោកជាមួយវើយអត់មានដឹងរឿងអីទេតិចប្រយ័ត្នហៅមកស្បត់ហ្នឹងពិបាកញ័រមាត់តតាន់និយាយមិនចាញ់លើហើយស្អប់មែនតើមករឿងបោកលោកអីនេះបងស្រួយថៃថ្ងៃសៅរ៍មកឯតនេអត់តនេតើថៃហៅជប់លៀងមែនជប់លៀងស្អីឲ្យបងឯងទៅជួយមើលម៉ូតូឲ្យមួយហ្នឹងណាហើយទិញម៉ូតូទៅអីទៀតបើឯងមានម៉ូតូអីហ្នឹងអូនវាឡើងមករៀនពេញហ្នឹងណាវាឲ្យទិញម៉ូតូវាមួយអីគ្រាន់តែឡើងមករៀនហ្នឹងពេញហ្នឹងចាំបាច់ទិញម៉ូតូថ្មីដែរព្រោះដងហ្នឹងវាតែស័យអសរនឹងម៉ូតូហ្នឹងមែនអើយកុំតាមទំនើងចិត្តក្មេងខ្លាំងពេកអាកាអើយចំនួនបងរៀនហ្នឹងបងប្រាប់ឯងបាត់ពិសោធន៍បងផ្ទាល់ហ្នឹងដី10គីឡូងើបតាំងពីម៉ោង5ដើរទៅរៀនទេមិនទិញឲ្យវាមិនខ្មិចបងបើវាគម្រាមខ្ញុំសិតវារហូតទៅលោតទឹកលោតអីនោះអើចុះហើយកុំទិញទៅចាំមើលវាលោតមែនអត់ខ្ញុំគិតរឿងសេដ្ឋកិច្ចជាងហ្នឹងណាបើសិនជាវាទៅលោតទឹកខ្ពោកគេស្រង់វាមកខ្ញុំធ្វើបុណ្យឲ្យវានេះខ្ញុំថាអស់លុយច្រើនតែខ្ញុំទិញម៉ូតូឲ្យវាទៀតគាត់ប្រាក់ទិញឲ្យវាហ្មងតាអញឲ្យបងជូនទៅទិញយ៉ាងម៉េចបើបងមិនចេះមើលម៉ូតូផងហ្នឹងហើយមើលបងជិះតាឡានហ្នឹងរឿងម៉ូតូរឿងអីនេះបងគ្មានដឹងខ្យល់ស្អីទេខ្ញុំហៅទៅបានគ្នាទេទៅម្នាក់ឯងមិនបងហៅបងឯងទៅបាន2នាក់កុំឲ្យចាញ់ស្រអ្នកលក់ទៅម្នាក់ឯងដូចទៅលោកមូលចឹងតែបងប្រាប់ឲ្យហើយអារឿងទៅជាមួយបានតែបងអត់ចេះមើលម៉ូតូទេប្រយ័ត្នតែមានបញ្ហាខុសទាស់ចិត្តអីវិញហ្នឹងមកបន្ទោសបងអ្នកទៅជាមួយបងស្រូនិយាយដូចឈួតចឹងមនុស្សខ្ញុំចឹងមែនអេបងនិយាយបកាទុកឲ្យហើយកុំឲ្យតែមានបញ្ហាឆ្លោះគ្នាទៅជាអាក្រក់បងវិញតែបើថាថ្ងៃសៅរ៍ក៏ថ្ងៃសៅរ៍ទៅឥឡូវថ្ងៃសៅរ៍បងពេលព្រឹកណាបានចឹងទៅសិនអីចឹងកាមកនិយាយថាពឹងបង្កាប់ទៅរកជួយទិញម៉ូតូជ័យរឿងបង្កាប់ហ្នឹងមែនពឹងដងណាក៏រវល់ពឹងដងណាក៏រវល់ណាហើយឡើយមិនចឹងឡើយមិនងាកបងសេរ៉ូហ្នឹងហីហៅបងសេរ៉ូខេបងសេរ៉ូមិនចេះមើលម៉ូតូណាដឹងតាមិញជួបគាត់មិញហ្នឹងគាត់និយាយចឹងដែរហ្នឹងហើយមិនដឹងហើយហៅគាត់ទៅទៀតចេះតែហៅគាត់ទៅបានគ្នាកុំឲ្យយើងស្រីទៅម្នាក់ឯងហ្នឹងបើគេឃើញប្រុសទៅគេមិនសូវហ៊ានកោយើងដងថ្លៃម៉ា1200បងធូរថ្លៃម៉ាម៉ូតូនេះបើតាមហាងឆេងផាយ1500 1600នេះហ្នឹងហើយបងម៉ូតូហ្នឹងគេកាត់ខ្ញុំ1600ខ្ញុំតចង់បាយពពុះមាត់នេះមកបានវាល្មមថោកហើយម៉ូតូឡើងសេរីស្អីគេបងម៉ូតូហ្នឹងឡើងសេរីថាដឹងមែនថាម៉ូតូហ្នឹងឡើងសេរីមានដឹងណាបងហើយទៅទិញមួយណាគេចុះមានណាទៀតមួយបងសេរ៉ូហ្នឹងបងសេរ៉ូហ្នឹងមែនអត់បច្ចុយសោះហ្មងបឹងជាមុខជាមាត់ឲ្យតែជួយមើលគ្នាទៅដល់យោល្អឥឡូវអញ្ចឹងឃើញទេហើយពឹងពីណាមិនពឹងទៅពឹងអាសេរ៉ូវាមានដឹងខ្យល់ស្អីវាថ្ងៃមុនវាជិះឡានណាអស់ពេលមិនសិនវាមិនដឹងផងបើឲ្យពឹងបងបានល្បល់ល្អជិះបានហើយបងឯងតែអញ្ចឹងទៅពេលខ្ញុំពឹងជាសាច់ការគ្នាបានសាច់ការទេទម្រាំបងឯងជួនទៅទិញហ្នឹងបងអូនខ្ញុំធ្វើបុណ្យហើយទៀតហ្នឹងអើយធ្វើមិនបើបងវាល្បល់ណាបើទិញមកឲ្យជិះទៅបាទជិះទៅរៀនគ្មានស្អីទេប៉ុណ្ណឹងស្អប់ហ្មងអាម៉ូតូទិញហើយបាត់ធ្វើមកខុសនេះខុសនោះអាមិនតាន់ទិញមិនអត់ប្រាប់ទេហើយបងសេរ៉ូក៏អញ្ចឹងដែរបើលីឡប់អញ្ចឹងទៅស្អីទេកាហើយកុំនិយាយតាំងកំហឹងអញ្ចឹងប្រយ័ត្នតែមាត់មួយមាត់ពីរលឺដល់បងសេរ៉ូហ្នឹងខឹងមើលមុខគ្នាមិនចំលើហើយលឺអីក៏លឺតាបើគាត់អញ្ចឹងមែនពេលគេសរសើរថាម៉ូតូហ្នឹងទិញបានថោកហើយញញឹមញែមទទួលយកដល់តែគេប្រអាប់ថាម៉ូតូហ្នឹងមិនចេះអញ្ចោះហើយចាប់ផ្ដើមទៅបន្ទោសអ្នកដែលគេទៅជាមួយចេះតែនិយាយដាក់បងសេរ៉ូទៅនោះហេសុយបង្កាប់ដើរនិយាយថាម៉ូតូហ្នឹងអញអ្នកទិញនាំឲ្យគេថាអញល្ងងអញអត់ដឹងរឿងផ្ទៃក្នុងហើយមិនទេតែហើយកុំនិយាយភ្លាវអញ្ចឹងខែមុនពឹងគាត់ជូនទៅទិញហ្នឹងគាត់ប្រាប់ហើយថ្ងៃតាអីថាគាត់អត់ចេះមើលទេកុំរំពឹងគាត់អីហើយខ្លាចគេបង្អាប់រឿងហែងទិញម៉ូតូខុសខ្លួនឯងទម្លាក់កំហុសលើបងសេរ៉ូយកគាត់ធ្វើខែហែងចេះខ្មាស់គេចុះគាត់ហើយគិតតែគាត់អត់ចេះខ្មាស់គេកុំឲ្យគេទៅទទួលថ្មបាក់ជំនួសយើងសួរថាគាត់ជូនហែងទៅទិញម៉ូតូហ្នឹងគាត់បានអីចំណេញអីគេខាតទាំងពេលវេលាខាតទាំងថ្លៃសាំងចាក់ជិះជូនហែងទៅទិញហ្នឹងចុងក្រោយបានអីបានធ្វើហែងឲ្យទោសគេហ្នឹងថ្ងៃក្រោយបើហែងពឹងគេចឹងហើយត្រឡប់ដើរនិយាយអាក្រក់ពីគេក្រោយខ្នងចឹងទៀតសួរថាហែងពឹងអ្នកណាបានទៀតណាគេព្រមជួយហែងគេធ្វើគុណជាមួយហែងហើយចាំឲ្យច្បាស់កុំឲ្យគេខុសទៀតហើយណែកុំយកឈ្មោះគាត់ទៅបោកលុកឡំជាមួយរឿងម៉ូតូហ្នឹងទៀតឈប់ទៅអាក្រក់ស្ដាប់ណាឲ្យវាចាប់ត្រឹមហ្នឹងទៅឯងដឹងហើយមិញនិយាយជ្រុលមាត់ហើយគិតវាមិនដល់ចាំតែនិយាយមកកាប់វិញចង់បានពូស្អាតមាន sticker ខ្ជូតខ្ជូតភ្លើងដូរបាន3ពណ៌មានកន្លែងដាក់ទូរស័ព្ទបត់បែនងាយស្រួលប្រើបើចង់បានកុំភ្លេចឆានមកណា